សេចក្តីជូនដំណឹងពីពិធីប្រគល់សញ្ញាបត្ររបស់សាកលវិទ្យាល័យ Norton សាកលវិទ្យាល័យ Norton សូមជូនដំណឹងដល់និស្សិតដែលរៀនបរិញ្ញាបត្រជាន់ខ្ពស់បញ្ចប់ឆ្នាំសិក្សា 2021 2022 និង 2023 និង 2024 បរិញ្ញាបត្របញ្ចប់ឆ្នាំសិក្សា 2020 2021 និង 2021 2022 មហាវិទ្យាល័យសុខាភិបាលផ្នែកវិទ្យាសាស្ត្រឱសថការីគិលានុបដ្ឋាឆ្មបនិងបច្ចេកទេសមន្ទីរពិសោធន៍វិទ្យាសាស្ត្រមហាវិទ្យាល័យនឹងជូនដំណឹងជាក់លាក់អំពីចំនួនដែលត្រូវទទួលសញ្ញាបត្រសាកលវិទ្យាល័យនឹងប្រារព្ធធ្វើពិធីប្រគល់សញ្ញាបត្រនៅថ្ងៃទី26ខែសីហាឆ្នាំ2026នៃវេលាម៉ោង 7:00 នាទីព្រឹកនៅ PX Game Hall បុរីពេញហួតបឹងស្នោអាស្រ័យហេតុនេះសូមនិស្សិតដែលបានជ័យលេខ2ទាំងអស់ត្រូវមកទំនាក់ទំនងនៅសាកលវិទ្យាល័យចាប់ពីថ្ងៃទី15ខែកក្កដាឆ្នាំ2026រហូតដល់ថ្ងៃទី15ខែសីហាឆ្នាំ2026ដើម្បីបើកឯកសណ្ឋានសូមអរគុណ